ធ្វើដោយមិនដាច់ខ្លាយជាអ្នកជួញដូរមានវិន័យមាន7ជំនាញទី1បងត្រូវតែជួញដូរប្រើតែមួយយុទ្ធសាស្ត្រក្នុងពេល20ថ្ងៃប្រើតែមួយយុទ្ធសាស្ត្រក្នុងពេល20ថ្ងៃបើបងប្រើយុទ្ធសាស្ត្រ market structure odd the block imbalance ប៉ុណ្ណឹងគឺប្រើតែប៉ុណ្ណឹងបានណាកុំគិតអីផ្សេងណាបើបងប្រើយុទ្ធសាស្ត្រ support និង resistance គឺប្រើតែ support resistance ទី2បង្កើតវិន័យជួញដូរដោយមិនប្រែប្រួលវិន័យជួញដូរមានន័យថាម៉េចមានន័យថាមួយថ្ងៃជួញដូរតែម្ដងហើយចូលម្ដងទឹកលុយ2%ខាត2%ចំណេញ6អាហ្នឹងសវិន័យមិនប្រែប្រួលទី3ជួញដូរប្រើប្រាស់ទំហំចូលទីផ្សារដែលមិនប៉ះពាល់អារម្មណ៍បើខាត200ធៀបនឹង10000បងអត់ឈឺចាប់ទេមែនទេបាទអត់ឈឺចាប់តែបើសិនជា10000ខាត8000បងឈឺចាប់ហ៎ខាត8000ទៅឈឺចាប់ទេគ្រូបាយដល់ទី4ទទួលយកហានិភ័យដើមទុនដែលយើងព្រមខាតបង់មានន័យថាបើខាតទៅទី5កុំបដោតលើលុយ Don't focus the money បាទទី6បដោតលើវិន័យព្រោះគោលដៅគឺវិន័យគោលដៅយើងគឺយើងធ្វើម៉េចដល់ខាត់វិន័យមិនមែនរឿងលុយទេណាមិនមែនផលចំណេញទេមួយកណ្ដាផលចំណេញទី7ជួញដូរជាប្រចាំទោះបីខាតក៏ដោយអត់មានខាតហើយតូចចិត្តតូចថ្លើមទៅដាក់ ABC កាត់សាញអីទេណាបីកំប៉ុងទៅបាទអញ្ចឹង7ជំហាននេះបងត្រូវតែធ្វើដើម្បីឲ្យខ្លាយទៅជា discipline trader បងធ្វើបានត្រឹមតែ20ថ្ងៃបងជា discipline ណាហើយយើងរាល់ថ្ងៃនេះកំពុងតែរាវយុទ្ធសាស្ត្រខ្ញុំអត់អាចឲ្យយុទ្ធអត់ឲ្យយុទ្ធសាស្ត្រថាយុទ្ធសាស្ត្រណាត្រូវតែល្អទេបងមានន័យថានៅក្នុងការច្រៀងជួនកាលទឹកសម្លេងរបស់បងឯងត្រូវបត់ព្រាបស្វាត់ដាក់សមុទ្រទៅវាអត់ត្រូវជាការអ្នកខ្លះបត់អាខេមអញ្ចឹងទៅដាក់ទៀងបងតាណាអាហ្នឹងយុទ្ធសាស្ត្របាទអញ្ចឹងយុទ្ធសាស្ត្រ market structure break out the block imbalance ណា fair value gap អីណាសិតតែយុទ្ធសាស្ត្រ support resistance អីចឹងតែហ្នឹងសិតយុទ្ធសាស្ត្រប៉ុន្តែយើងអត់ដឹងថាម្នាក់គាត់វាសំជាមួយនឹងយុទ្ធសាស្ត្រមួយណាបាទប៉ុន្តែនៅក្នុងពេលរៀនខ្ញុំទៅប្រាប់ទាំងអស់តែបើពេលបងយកទៅធ្វើតែមួយយុទ្ធសាស្ត្រ only one single trade strategy ណាអានេះគឺ 7 steps how to become the disciplined trader and number 1 again on a single strategy to be applied for 20 days and number 2 again you have to create the trading rule never change number 3 position sizing must be limited not affect your emotion and number 4 accept the risk if lose it no problem normal don't focus on the money number 6 your objective is discipline so focus on the discipline number 7 profit is a profit don't care about it and number 7 okay consistency is the key consistency នេះអាជួញដូរជាប្រចាំនេះប្រចាំ even you lose money but you have to do that don't be sad ណាកុំតខ្វល់កុំតខ្វាយកុំទៅឯណាចងកឯណាខ្សែឯណាកុំតខ្វល់តែបើសិនជាយើងគ្រប់គ្រងអា size position size មិនបានទេអាហ្នឹងវាចង់ខ្សែគឺអាទី7ហ្នឹងបាទហ្នឹងបើសិនជាអាហ្នឹងឡើងជាប្រចាំហ្នឹងមានថាយើងធ្វើរាល់ថ្ងៃឬក៏យើងមានពេលទៅនេះធ្វើយើងធម្មតាយើង rule អាហ្នឹង discipline មានន័យថាយើងធ្វើមួយថ្ងៃ1ម៉ោងមួយថ្ងៃយើងធ្វើ2ម៉ោងឬក៏3ម៉ោងម៉ោងម៉ានហ្នឹងហ្នឹងសរ rule បាទអូខេអាហ្នឹងចង់ចាំហើយពេលអនុវត្តតាមហ្នឹងណាអញ្ចឹងអ្វីដែលយើងកំពុងរៀនហ្នឹងដើម្បីបំរើអា7ចំណុចហ្នឹងមានតែ discipline trader ទេដែល make money បានតែបើសិនណាជាយើងគ្រាន់តែអ្នកជួញដូរកាច់កោជួញដូរតាមហេងសយជួញដូរតាមនឹកឃើញជួញដូរតាមគេថាជួញដូរបើតាមវងអាហ្នឹងទៅត្រៀមលុយចិញ្ចឹមពួក discipline ទៅលោកយើងទី5កុំបដោតលុយសឹងមានន័យថាចំណេញក៏ចំណេញទៅខាតក៏ខាតទៅតែយើងបដោតទៅលើនេះអត់មានចំណេញខាតសេតយល់លោកអាហ្នឹងបានន័យថាយើងធ្វើទៅតាមវិន័យបើវាខាតក៏ខាតទៅចំណេញទៅធ្វើតាមគោលថ្នាក់យើងធ្វើតាមគោលថ្នាក់យើង